គ្រាន់តែឃើញម្ទេសនេះដឹងតែហិលហោះហិលហាលទៀតហើយបងប្អូនអើយដោយសារ10 20គ្រាប់មិនហិលទេចម្លែកណាឥឡូវគេល្បីថាម្ទេស50គ្រាប់អីណាតែនេះមិនបាច់ដល់50គ្រាប់ទេបងប្អូនគ្រាន់តែ10គ្រាប់ជាងហ្នឹងក៏ហិលហោះឡើងលើអាកាសដែរព្រោះហិលខ្លាំងមែនតែនហ្មងណាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាំបងប្អូនមកបុកជើងមាន់កាត់យប់ហ្មងណាបងប្អូនដោយសារយប់ហើយនៅឃ្លានបុកជើងមាន់អញ្ចឹងណាគិតគូគ្នាហើយក៏បុកជើងមាន់ហ្មងទៅហើយយើងមានជើងមាន់កកអញ្ចឹងយើងយកមកស្រុះយកមកអីអញ្ចឹងណាបងប្អូនហើយយើងស្រុះវាហើយយើងកាប់វាជា2ជា3អីចឹងទៅហើយបន្ទាប់មកបានយើងយកទៅស្ងោរម្ដងទៀតណាយើងស្ងោរវាឲ្យឆ្អិនហើយយើងយកមកត្រាំទឹកកកបងប្អូនដោយសារជើងមាន់តើយើងធ្វើពីបៃតងអញ្ចឹងបានវាអត់ធំក្លិនណាបងប្អូនអើយឥឡូវនេះយើងកាប់ហើយណាយើងកាប់យើងស្រុះអីហើយអស់ហើយឥឡូវយើងយកមកដាក់ស្ងោរបន្ថែមទៀតណាបងប្អូនយកមកដាក់ស្ងោរវាហើយយើងងាស់វាឲ្យរៀងផុយជើងមាន់ហ្នឹងទៅបានយើងស្រង់វាយកទៅដាក់ត្រាំទឹកកកឲ្យវាស្រួយវិញណាបងប្អូនឥឡូវយើងត្រាំទឹកកកហើយអាហ្នឹងរួចរាល់ជើងមាន់យើងហើយណាឥឡូវយើងទៅច្រាំប្រហុកធ្វើទឹកប្រហុកបុកល្ហុងបុកជើងមាន់យើងហ្នឹងណាបងប្អូនតតែធ្វើអាទឹកបុកល្ហុងហ្នឹងបានឆ្ងាញ់និយាយទៅយើងកូរស្ករក្រហមកូរកាពិចូលគ្នាទៅមានប្រហុកមានអីចឹងណាបងប្អូនចង់ដាក់តែកាពិក៏បានចង់ដាក់តែប្រហុកក៏បានដែរតែខ្ញុំដាក់ទាំងពីរមុខហ្នឹងហ្មងដោយសារដាក់ទៅវាមានជាតិឈ្ងុយប្រហុកផងឈ្ងុយកាពិផងអីចឹងណាឥឡូវយើងដាក់ប្រហុកទៅយើងកូរចូលគ្នាហ្នឹងឲ្យវានិយាយទៅឡើងឈ្ងុយហើយយើងចាក់ទឹកម្ដងតិចដើម្បីយកពណ៌វាឲ្យវារៀងពណ៌ក្រហមពណ៌ស្អាតអីចឹងណាបន្ទាប់មកបានយើងបង់អំពិលទុំបងប្អូនយើងដាក់បន្ថែមអំពិលទុំព្រោះថាបើយើងដាក់តែក្រូចឆ្មាពេកក៏អត់ឆ្ងាញ់ដែរអញ្ចឹងយើងមានអំពិលទុំខ្លះអីខ្លះចឹងណាឥឡូវរួចរាល់ហើយបងប្អូនយើងមានបន្លែរបស់យើងមានការ៉ុតពោតសណ្តែកគួរពេញប៉ោះស្ពៃបូកូអាតូចហ្នឹងអញ្ចឹងណាធ្វើលក់សម្រាប់បុកជើងមាន់យើងឥឡូវយើងយកទៅលាងនិយាយទៅយកឲ្យបងប្អូនអើយហើយណាមួយភ្លៀងខ្លាំងផងល្ងាចហ្នឹងភ្លៀងមែនតែនហ្មងភ្លៀងឡើងខ្លាំងអញ្ចឹងយើងចែកគ្នាធ្វើទៅខ្ញុំមកលាងបន្លែលាងអីចឹងណាជួយគ្នាម្ដាយម្ជើងអ្នកព្រោះយកឲ្យបងប្អូនអើយម៉ោងប្រហែល6 7យកឲ្យទៅនាំគ្នាបានធ្វើញ៉ាំអញ្ចឹងណាអញ្ចឹងទ្រាំតែហើយវារៀងយប់ដែរអញ្ចឹងចែកគ្នាធ្វើទៅហើយឥឡូវខ្ញុំលាងបន្លែលាងអីចឹងណាហើយបងប្អូនខ្ញុំគាត់ចិត្តល្ហុងហើយគាត់សាប់ល្ហុងយើងឈូសក៏បានសាប់ក៏បានតាមការចូលចិត្តប៉ុន្តែពួកខ្ញុំសាប់អញ្ចឹងរហូតដោយសារញ៉ាំទៅវារៀងស្រួយអញ្ចឹងណាឥឡូវនេះយើងឈូសការ៉ុតនិយាយទៅយើងដាក់ការ៉ុតដាក់ល្ហុងហើយនឹងមានសណ្តែកគួរទៀតណាបងប្អូនសណ្តែកគួរយើងបុកវាញុំតិចទៅឲ្យរៀងបែកកុំឲ្យវាម៉ត់ពេកហើយពេញប៉ោះហ្នឹងយើងចិត្តតាមការចូលចិត្តទៅបងប្អូនចិត្តចំណិតមិនក៏បានដែរតែពួកខ្ញុំចិត្តអញ្ចេះអញ្ចឹងណាចិត្តទៅវាអត់សូវរឹងហ្មងចិត្តអញ្ចឹងឥឡូវយើងចិត្តពោតចិត្តអីយើងមានពោតមានអីទៀតនិយាយទៅបុកជើងមាន់តើមានពោតមានអីចឹងបានឆ្ងាញ់ត្រូវមាននំបញ្ចុកមានអីទៀតបងប្អូនមានម្សៅក៏បានដែរប៉ុន្តែពួកខ្ញុំអត់ដាក់ព្រោះថាល្ងាចហើយអត់ដឹងទៅរកណាខ្ជិលចេញក្រៅដោយសារវាភ្លៀងខ្លាំងផងឥឡូវយើងបុកខ្ទឹមបុកម្ទេសទៅនិយាយទៅត្បាល់យើងវាទូយកយើងបុកចូលគ្នាអត់កើតទេបងប្អូនតើបុកមួយមុខចឹងទៅយើងយកទៅលាយនៅចណ្ដែកយើងមួយចឹងណានេះមិនដឹងថាបុកជើងមាន់ឬក៏ញោមជើងមាន់នេះដោយសារយើងយកមកដាក់ចណ្ដែកអញ្ចឹងយើងដាក់គ្រឿងក្រៅហើយច្បល់ចូលគ្នាហើយអញ្ចឹងទៅបានយើងដាក់ទឹកប្រហុកដាក់អីចឹងច្បល់និយាយទៅច្បល់គ្រឿងនឹងមកសពហើយបានយើងដាក់បន្លែយើងដាក់ជើងមាន់ហើយចាំដាក់បន្លែយើងអញ្ចឹងណាព្រោះថាបើសិនជាយើងបុកដូចគេលក់បុកនឹងត្បាល់គឺបុកអត់គ្រប់ទេដោយសារត្បាល់យើងទូចអញ្ចឹងណាត្បាល់តាមផ្ទះអត់ដូចគេនៅលក់នៅតាមហាងអញ្ចឹងគេមានត្បាល់គេធំអញ្ចឹងណាហើយទឹកក្រូចឆ្មាយើងដាក់បន្ថែមទៀតបងប្អូនយើងចង់ជូរខ្លាំងក៏ដាក់រៀងជូរខ្លាំងទៅដោយសារបុកជើងមាន់នេះយើងត្រូវការរសជាតិវាដិតខ្លាំងដែរជូរប្រៃហិលផ្អែមអីចឹងទៅតាមការចូលចិត្តណាបងប្អូនអូយរៀងចង់តដិតមិនទេឥឡូវនេះយើងលាយជើងមាន់ជាមួយដែលទឹកយើងផ្សំគ្រឿងមិញហើយហ្នឹងយើងច្បល់ចូលគ្នាទៅហើយភ្លក់ទៅបងប្អូនស្ទើអីយើងបន្ថែមហ្នឹងទៅឥឡូវពួកខ្ញុំស្ទើរៀងស្ទើប្រៃអញ្ចឹងពួកខ្ញុំអត់ថែមអំបិលទេសុកចិត្តថែមទឹកត្រីវាឆ្ងាញ់ជាងអញ្ចឹងណាឥឡូវនេះយើងដាក់ល្ហុងយើងចូលទៅយើងច្បល់ចូលគ្នាយើងអត់ទាន់ដាក់ម្ទេសទេដោយសារមានអ្នកញ៉ាំម្ទេសមានអ្នកអត់ញ៉ាំម្ទេសអញ្ចឹងណាហើយមានក្មេងៗអីដែរអញ្ចឹងទៅហើយដល់ពេលយើងច្បល់ហើយយើងចាប់ម្លែកទៅបន្ទាប់មកចាំយើងដាក់ម្ទេសយើងចូលបងប្អូនអើយអ្នកផ្ទះខ្ញុំនិយាយពីប៉ិនញ៉ាំម្ទេសនោះខ្ញុំឥឡូវម្ទេសអត់សូវបានគេបងប្អូនអើយដោយសារកាពះធ្វើទុកខ្លាំងហើយអញ្ចឹងតម្ទេសហើយតែមើលទៅនិយាយទៅបុកជើងមាន់បុកល្ហុងនេះបើសិនជាអត់ម្ទេសអត់ឆ្ងាញ់មែនទេបងប្អូនឥឡូវនេះរួចរាល់ហើយបងប្អូន
យើងអាចដួសដាក់ចានញ៉ាំបានឥឡូវយើងបន្ថែមពោតនេះបន្ថែមពេលលាយនឹងក៏បានពេលញ៉ាំចាំយើងដាក់ក៏បានដែរបងប្អូនអត់អីទេនិយាយទៅកុំឲ្យវាខ្ទេចខ្លាំងអញ្ចឹងណាបើយើងច្បល់វាទៅវាខ្ទេចរាយអញ្ចឹងយើងញ៉ាំទៅអត់ទៅសូវប៉ះពោតអីចឹងណាឥឡូវនេះយើងដាក់ដួសដាក់លើចានហើយបងប្អូនហើយសម្រស់ក៏បានរសជាតិក៏បានដែរបងប្អូនមើលទៅទំនងអត់ឆ្ងាញ់មែនណានិយាយទៅជើងមាន់អីឡើងស្រួយល្ហុងអីឡើងស្រួយហើយរសជាតិវិញឡើងដិតខ្លាំងឆ្ងាញ់ណាបងប្អូនអើយនិយាយទៅកាត់យប់នេះម៉ោង8ឯងបានញ៉ាំបាយហ្នឹងមើលទៅឥឡូវនេះយើងមកស្លម្ជូរក្បាលត្រីមួយមុខទៀតបងប្អូននេះស្នាដៃរបស់គុនពៅបញ្ចេញស្នាដៃហើយយើងស្លម្ជូរដាក់ស្លឹកអំពិលមានអីស្លម្ជូរងាយហ្នឹងបងប្អូនមានអីទេស្លម្ជូរធម្មតាហ្នឹងឥឡូវនេះកូនពៅដើរទៅបេះស្លឹកអំពិលនៅគៀនផ្ទះអាងមានណោះនិយាយទៅបេះទាំងភ្លៀងទទួលឆាត់យកឆាត់ទៅទទួលហើយទៅបេះស្លឹកអំពិលយកមកឡភ្លាមហ្នឹងហ៎ដោយសារពេលបេះស្លឹកអំពិលនេះនៅភ្លឺឡើយឯងពេលស្លនេះបានយប់ហើយឥឡូវនេះយើងបងស្លឹកអំពិលអីហើយរួចរាល់ហើយណាបងប្អូនរសជាតិក៏ឆ្ងាញ់ដែរអរគុណច្រើន